Hello everyone ថ្ងៃនេះខ្ញុំនឹងមកលេង Blox Fruit ហើយការលេងនេះគឺការលេងលើកដំបូងរបស់ខ្ញុំទៀតអញ្ចឹងមិនដឹងថាលេងខុសឬលេងត្រូវលេងមិនទេមិនដឹងទេតើឥឡូវយើងចូលលេងមកទីសិនមកឥឡូវយើងយកវគ្គ Pirate Pirate ចឹងហ៎អត់ដឹងដែរយេឥឡូវនេះយើងបានកកាត់ហើយឥឡូវយើងនឹងធ្វើការចេញដំណើរទៅរកខ្វែយេនៅខ្វែនៅណាទេអូខេយើងបានរកឃើញឥឡូវយើងចុចលើប៉ែនហ្នឹងមកយើងចុចបែនទីទាំងអានត្រូវទេហើយយើងចុចconfirm មកហើយឥឡូវយើងទទួលបានខ្វែ1បាតយេហើយខ្វែរបស់យើងនេះគេឲ្យទៅសម្រាប់មនុស្ស5នាក់អញ្ចឹងណានៅឲ្យ defeat នេះហ្នឹងឥឡូវយើងដើររោពេញ map ហ្នឹងទៅដើរឃើញណាគេវាយហ្នឹងតើឥឡូវយើងដើររោមកអូនោះនេះឡើងមកកូនឥឡូវយើងចាប់ដើមសម្លេះចោលបែបម្ដងវាយយេវាយអូចុចងាប់វាយនឹងវាយយេឈ្នះបាត់ហើយយើងឡើងដូចជាឡើង level ហ្នឹងវាយទៀតវាយបែបនេះតែម្ដងនឹងវាយយេឥឡូវវាយវាបានសម្រេចហើយឥឡូវវាយឈ្នះផងទៀតហើយឥឡូវដល់រកអ្នកផ្សេងទៀតយេមកដល់បែបនេះវាយទៀតវាយតែថ្មីងាប់អីលោកវាយទៀតទៀតយេឈ្នះយេទីផុតវាយឈ្នះហើយនេះឥឡូវយើងមកវាយអ្នកទី4អស់គ្នាតើវាយទៀតអ្នកទី4នោះមិនកាត់ចង្អុលធម្មតាយើងឥឡូវវាយទៀតយេវាយថ្មីឲ្យឈ្នះវិញមកឥឡូវយើងឈ្នះបានសម្រេចយេអ្នកទី5យើងនឹកឡើងដែរជង្វាយអីទៀតវាយតងាប់វាយចប់ហើយចង់ទៅទាំងដៃមួយឥឡូវយើងឈ្នះបានសម្រេចហើយតើឥឡូវយើងមកបញ្ជាដាវសិនយើងចុច first មកឥឡូវយើងទទួលបានដាវមួយហើយបងប្អូនអើយយេទទួលបានដាវមួយហើយហើយសកាត់លេងសិនមើលទាំងណាតើវាយ៉ាងម៉េចអូមើលនោះនឹងស្អាតហើយសម្លេះអាប៉ែនេះមួយទីសិនមើលនឹងតើកម្លាំងដៃដាវយើងវាយ៉ាងម៉េចឥឡូវយើងឈ្នះបានសម្រេចហើយមកលេងសាក់ធ្វើ crash ជាលើកទី2មើលដែលប្រើដាវយើងនេះឥឡូវយើងចុចអាប៉ែហ្នឹងមកយើងចុចអាហ្នឹងចេះតែហេតុចុច confirm មកឥឡូវយើងត្រូវសម្រាប់មនុស្ស5នាក់ទៀតឲ្យគេឲ្យលុយយើងច្រើនណាស់តាឥឡូវយើងចេញដំណើរទៅសម្រាប់មនុស្សទាំងអស់គ្នានេះនៅមុខនេះយើងទុកទៅអីយើងសម្លេះចោលទៅយើងខ្វាត់ច្រោអូយ៉ាងលុយយកហ្មងណាទៅឥឡូវយើងឈ្នះបាត់ហើយឥឡូវយើងទៅរកអ្នកទី2មកអ្នកទី2នៅមុខនេះឯងឥឡូវយើងសម្លេះចោលមកទៀតមកសម្លេះចោលមកទុកធ្វើអីដល់វាបានចិត្តអីហ្នឹងឥឡូវយើងឆ្នះអ្នកទី2ទៅរកអ្នកទី3ហ្នឹងអញ្ចឹងវាយតែម៉ានវិនាទីក៏ងាប់ដែរខ្ញុំយូរផុត4-5វិនាទីហ្នឹងទៅឥឡូវងាប់អត់លើវិញងាប់មែនឥឡូវចូលរកអ្នកទី4មកនេះទី4អ្នកទី4ក៏យើងមិនលើកលែងដែរអ្នកទី4ហ្នឹងហ៎វាយខ្វាត់ហ្នឹងមកនេះវាយដល់ហើយសប្បាយចិត្តណាពេលបានវាយគេចឹងឥឡូវយើងវាយអ្នកទី5អ្នកចាប់ហ្នឹងមកនេះវាយឈ្នះហើយយេហើយឈ្នះអស់ហើយអរគុណអ្នកនរគ្នាដែលបានតាមដានវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចជួយចុច like និង subscribe ម្នាក់មួយផងអរគុណបាយ